Train នេះគឺ train នៅខាងមេមត់របស់យើងហើយបញ្ជាក់ជូនថានៅខាងមេមត់ train ដែលកំពុងតែកាត់លក់នៅលើទីផ្សារមានតែមួយប្រភេទទេគឺ Musang King ហើយ Musang King ហ្នឹងក៏នៅពីខាងមេមត់របស់យើងហ្នឹងក៏មិនច្រើនខ្លាំងដូចប្រភេទពូជម៉ាន់ថងឬក៏ពូជអីផ្សេងដែរ Musang King សូម្បីតែខ្ញុំផ្ទាល់ហ្នឹងមានត្រឹមតែ2 3ដើមទេអញ្ចឹងមានន័យថាវាអត់មានច្រើនទេហើយផុតពីនឹងទៀតយើងមានរ៉េ6យើងមានឪខកពតហើយយើងមានពូជច្រើនជាងគេនោះគឺពូជម៉ាន់ថងតែម្ដងហើយខ្ញុំបង្ហាញបងប្អូនថាតើម៉ាន់ថងយើងនៅខាងយើងនេះបានប៉ុណ្ណានេះបងប្អូននេះម៉ាន់ថងហ្នឹងនេះម៉ាន់ថងហើយអាហ្នឹងអាផ្លែលើកទី1គឺបានប៉ុណ្ណេះប្រហែលជាខ្ទង់3គីឡូកន្លះហើយនេះទៅ4គីឡូនេះអានេះក៏ប្រហែលគ្នាដែរអាចខ្ទង់3គីឡូកន្លះទៅ4គីឡូហើយខ្ញុំទៅមើលអាដើមនោះមួយទៀតខ្ញុំអត់ធ្វើវីដេអូវិញសុំធ្វើវីដេអូខ្លីៗឲ្យបងប្អូនមើលអានេះគឺដើមនេះគឺរាល់ឆ្នាំផ្លែប្រហែលប៉ុណ្ណឹងដែរហើយបងប្អូនសុំមើលខាងលើកាមេរ៉ាដាក់ទៅខាងលើវាអត់សូវបានច្រើនប្រហែលទេតែគ្រាន់តែថាពេលដែលយើងយកច្រើនពេកក៏អត់កើតដែរអញ្ចឹងយើងប៉ុណ្ណេះខ្ទង់ដើមនេះប្រហែលមួយដើមប៉ុណ្ណេះខ្ទង់ប្រហែលជាខ្ទង់20 30ផ្លែនេះគឺមានន័យថាផ្លែវាធំហើយនេះបងប្អូនមើលនេះអានេះគឺបាទនេះខ្ញុំចងមិនចំថ្ងៃអីយ៉ាអានេះមួយនេះខ្ទង់ប្រហែលជាមិនក្រោម5គីឡូទៅ6គីឡូទេប៉ុន្តែគ្រាន់ថាវគ្គដើមនេះអាចចន្លោះពីដើមខែ6ទៅពាក់កណ្ដាលខែ6ហ្នឹងយើងអាចបេះបានហើយយើងអាចកាត់បានហើយយ៉ាងតួយ៉ាងអាមួយនេះគឺខ្ញុំគិតថាវាអាចខ្ទង់ប្រហែលជាដើមខែ6ហ្នឹងឬក៏ចុងខែ5យើងហ្នឹងអាចបេះបានហើយអាចកាត់បានដោយសារនេះវាថ្លោសជាងគេអញ្ចឹងបញ្ជាក់ជូនបងប្អូនថាterrainនៅខាងទឹកដីមីមុតនេះមីមុតមិនមែននៅខាងបែកម្លុងឬក៏ខាងកំពង់ចាមនៅខាងមីមុតខ្ញុំបញ្ជាក់ថាអត់ទាន់មានterrainម៉ាន់ថងណាកាត់នៅឡើយទេពេញខែហ្មងបងប្អូនគឺមិនក្រោមពីដើមខែ6ទៅពាក់កណ្ដាលខែ6បានយើងអាចពេញសម្បូរនៅក្នុងទឹកដីខេត្តបងមុំយើងឬក៏ទឹកដីមីមុតយើងនឹងហើយចំណែកឯបច្ចុប្បន្នដែលកាត់ច្រើនហ្នឹងគឺ Musang King ហ្នឹងគឺឃើញមានលក់នៅលើទីផ្សារយើងច្រើនហើយប៉ុន្តែចេញពីទឹកដីមុតដែរហើយសម្រាប់ខេត្តផ្សេងខ្ញុំអត់ដឹងទេអញ្ចឹងបញ្ជាក់ជូនបងប្អូនថាមុននឹងទិញterrainពីទីផ្សារបងប្អូនត្រូវតែស្គាល់អ្នកលក់ឲ្យបានច្បាស់លាស់ហើយបងប្អូនត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់ពីប្រភពដែលអ្នកលក់នឹងគាត់យកទៅលក់កុំឲ្យទី1យើងទទួលបានterrainដែលគ្មានគុណភាពឬក៏មិនមែនជាterrainខ្មែររបស់យើងហើយទី2ដើម្បីសំខាន់បំផុតនោះគឺពាក់ព័ន្ធមួយសុខភាពរបស់យើងអញ្ចឹងបងប្អូនកន្លែងនេះខ្ញុំមានប៉ុណ្ណឹងហើយតិចទៀតខ្ញុំនឹងបង្ហាញវីដេអូបន្តទៀតនៅក្នុងវីដេអូផ្សេងមួយទៀតតាក់ទងជាមួយនឹងជំនាន់ក្រោយវគ្គផ្លែក្រោយមួយទៀតខ្ញុំបង្ហាញនៅដើមខាងក្រោយនោះអញ្ចឹងប៉ុណ្ណឹងសិនចុះអរគុណជំរាបលា